ទីទៅមើលបងប្អូនថានាងខ្ញុំកំពុងហូបហ្នឹងណាហូបអ្វីទៅបើសិនជានាងខ្ញុំស្ថាវិនណាមិនបង្ហាញប្រាប់ថានេះគឺជាពោតលីងដែលនាងខ្ញុំលីងហ្នឹងណាពោតស្វាយពណ៌ដំណើបដំណើបជិះសួរលពុកអ្នកម្ដាយលពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់អូយញ៉ែកបន្តិចបងប្អូនអត់ទេធម្មតាវិញថ្ងៃនេះនាងខ្ញុំកាច់ពោតហ្នឹងនាងខ្ញុំកាច់រយៈកាល3ថ្ងៃឯងបងប្អូនអើយទឹកមានពេលទំនេរលីងបង្ហាញចាវារៀងស្ងួតបន្តិចទេណាក៏ប៉ុន្តែមិនធ្វើទេពូជដំណើបនៅពេលដែលយើងយកទៅលីងនេះបងប្អូនអើយលឹងស្អិតល្មួតតែម្ដងតោះទស្សនាជាមួយនាងខ្ញុំណាតាមពិតទៅមិនមែនលីងទេគឺឆាជាទូទៅនាងខ្ញុំអត់ចូលចិត្តយកទៅបំពងទេវាទលាន់អត់ឆ្ងាញ់ទេបងប្អូនបើធ្វើដូចនេះជក់មាត់តានី100 លើ 100តែម្ដងក៏ប៉ុន្តែរើសយកពោតដំណើបណាចាហើយយើងយកខ្លាញ់ខ្មែរយើងប្រើចាចំហៀវមកយើងយកសំណក់ហ្នឹងលាយចុងក្រោយតោះមើលមួយធ្វើតាមមួយឆ្ងាញ់មែនតែនតានីចាយើងដាក់ជាមួយបកានឹងតិចមកហើយយើងដាក់ជាមួយនឹងពងប្រៃដើម្បីឲ្យវាចូលជាមួយពោតហ្នឹងចាយើងដាក់ជាមួយប៊ឺទៀតចាយើងដាក់ប៊ឺយើងរំលីងវាឲ្យវាឈ្ងុយរួចហើយយើងដាក់ពោតហ្នឹងចូលបញ្ជាក់គឺយើងឆាឲ្យវាដុតឆ្អិនចាដល់ឆ្អិនណាចាចាំយើងថែមទឹកដោះគោខាប់យើងថែមជាមួយនឹងស្ករត្នោតយើងថែមជាមួយនឹងស្ករសលួចបន្តិចដើម្បីឲ្យពោតឆានឹងឆ្ងាញ់រួចហើយយើងដាក់បកាក្រៀមតូចអញ្ចឹងមកសំណក់ខ្លាញ់នឹងចូលមកចារួចហើយដាក់លឹកតើមចាដាក់ជាមួយនឹងម្សៅស៊ុបដាក់ជាមួយនឹងប៊ីចេងបញ្ជាក់ម្សៅស៊ុបបើសិនជាម្សៅស៊ុបប្រៃគឺបងប្អូនដាក់បន្តិចបានហើយចាឥឡូវហ្នឹងយើងកំពុងតែរៀបម្សៅស៊ុបនេះអត់ប្រៃទេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងក៏ប៉ុន្តែបើសិនជាម្សៅស៊ុបនឹងប្រៃដាក់មកចុងស្លាបព្រាបានហើយធានាតែម្ដងកូនអូនអត់តលន់ទេជាមួយជាទៅដល់ទីណាក៏ពោតឆារបស់នាងខ្ញុំនឹងឆ្ងាញ់ដែរសាក់លបងបានណាកូនអូន10 លើ 10តែម្ដងហេងខ្ពើមុខនឹងណាមិនហ៊ានទិញស៊ីទេអូនចំពោះបន្លែធម្មជាតិរបស់បងនេះណាទោះបីជាអូនចង់ទិញណាក៏មិនមានលទ្ធភាពទិញបានស៊ីដែរអូនដោយសារតែបន្លែទាំងនេះគឺបងដាំឡើងសម្រាប់លោកឪពុកក្មេកម្ដាយក្មេកលោកឪពុកបង្កើតម្ដាយបង្កើតក៏ដូចជាហូបខ្លួនឯងតែប៉ុណ្ណោះព្រមទាំងញាតិមិត្តចិត្តឆ្ងាយដែលរាប់អានគ្នាហ្វេនជាទីគោរពនិងអ្នកចិត្តខាងតែប៉ុណ្ណោះចំពោះអូនមិនមានលទ្ធភាពទេទោះបីជាអូនមានលុយទិញក៏បងមិនលក់ជូនដែរណាអូនណាឥឡូវនេះនិយាយចូលមកដល់តម្រងនោមរបស់នាងខ្ញុំមានបងមួយចំនួនតូចគាត់ថាមកពីនាងខ្ញុំហ្នឹងណាហូបបន្លែបៃតងច្រើនពេកចាគាត់ថាហូបច្រើនពេកអញ្ចឹងណាធ្វើឲ្យតម្រងនោមរបស់នាងខ្ញុំហ្នឹងអត់ជាទេចាឲ្យនាងខ្ញុំហ្នឹងកាត់បន្ថយឲ្យហូបអីផ្សេងចាក៏ប៉ុន្តែនាងខ្ញុំអត់ចង់ជឿអញ្ចឹងនាងខ្ញុំចេញវីដេអូមួយនេះចង់សួរបងពេទ្យដែលគាត់បានមើលវីដេអូនាងខ្ញុំតែត្រូវដែរទេដែលនាងខ្ញុំហូបបន្លែបៃតងជារៀងរាល់ថ្ងៃធ្វើឲ្យតម្រងនោមរបស់នាងខ្ញុំមិនជាបងប្អូនតាមពិតទៅមកពីនាងខ្ញុំលួចផឹកកាហ្វេក៏ដូចជាហូបរបស់ផ្អាប់ផ្អកប្រៃបាននាងខ្ញុំហ្នឹងមិនជាចានិយាយមែនណាឥឡូវហ្នឹងពិតដែរទេដែលថាបន្លែបៃតងហ្នឹងហូបច្រើនមិនជាពីជំងឺតម្រងនោមបងប្អូនហេងសៀមកំពុងតែឈ្លានពានទឹកដីរីឯនាងនេះមិនដឹងអ្វីដឹងតែប្រកាសលក់ផ្ទះជិះសួរលពុកអ្នកម្ដាយលពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ឥឡូវនេះបងប្អូននាងខ្ញុំអត្ថាធិប្បាយប្រាប់ថាហេតុអ្វីបានជានាងខ្ញុំសម្រេចចិត្តលក់ផ្ទះដោយសារតែនាងខ្ញុំចង់រើផ្ទះទីនេះទៅនៅផ្ទះតូចដើម្បីឲ្យមានលទ្ធភាពចាមិនជំពាក់ធនាគារនាងខ្ញុំនៅពេលដែលលក់បាននាងខ្ញុំនឹងយក$50,000ហ្នឹងយកទៅជួលជាតិបងប្អូនសងខ្លះទុកមើលជំងឺដោយសារតែជំងឺរបស់នាងខ្ញុំវាលក្ខណៈមិនជាដាច់ទេឥឡូវនេះមិនបាច់និយាយពីជំងឺទេនាំគេជ្រេញបងប្អូននិយាយពីលុយ1,300បងប្អូនដឹងទេលុយ1,300ហ្នឹងនាងខ្ញុំទទួល sponsor ពីគេទេបងប្អូនលើកទី1ហើយដែលនាងខ្ញុំទទួលហើយនាងខ្ញុំបាន1,300ហ្នឹងក៏ប៉ុន្តែសង្គ្រាមមកដល់ចាក៏នាងខ្ញុំយក1,300ហ្នឹងទៅជួយសង្គ្រាមបងប្អូនវីដេអូនេះនាងខ្ញុំថតពីអាទិត្យមុនទេណាបងប្អូននាងខ្ញុំទៅតែមានពេលកាត់ទេមិនមែនឥឡូវទេឥឡូវនាងខ្ញុំគ្មានមុខមាត់រីករាយអញ្ចឹងទេបងប្អូនចា1,300អស់ហើយនាងខ្ញុំចាចុងឆ្នាំនេះនាងខ្ញុំបន្តដំណើរទៅឆែកមើលសុខភាពរបស់នាងខ្ញុំ
ចាដំឡងនោមហ្នឹងទី5ក៏ប៉ុន្តែឥឡូវនេះនាងខ្ញុំលែងទៅហើយចានាងខ្ញុំខានសេសវត្តយន្តហោះចាក៏ដូចជាសន្តាគារដែលនាងខ្ញុំកក់នៅពេលដែលនាងខ្ញុំថាទៅមើលជំងឺហ្នឹងនាងខ្ញុំឡើងទៅប្រទេសចិនដើម្បីស្គាល់តកដែលដកបងប្អូនដក25ដក30អញ្ចឹងណាឥឡូវនេះខាតអស់7,400ចាហើយយកលុយបាន$1,000ជាងហ្នឹងយកទៅជួយជាតិបន្តជាមួយនឹងអាហារសម្ងួតស្ងួតបែបសុខភាពជូនបងកងទ័ពក៏ដូចជាជនរួមជាតិកម្ពុជារបស់យើងហេងបងប្អូនកុំចេះអូនណាបងអូនកូនស្ដាប់នាងខ្ញុំនិយាយសិនផេកនេះសុកសែ2សុកសែ3ផេកនាងខ្ញុំបង្កើតថ្មីនៅស្រុកក្រៅទេបងប្អូនកូនស្រីរបស់នាងខ្ញុំជាអ្នកកាន់ទេក៏ប៉ុន្តែបានត្រឹមតែផុសទេគាត់អត់មានពេលវេលាតបឆាតទេបងប្អូនចឹងហើយបើសិនជាបងប្អូនចាចង់ជួបនាងខ្ញុំឬក៏ចង់ទិញអីវ៉ាន់អីផ្សេងណាចាសួរព័ត៌មានផ្សេងបងប្អូនទៅរកផេកវិនបុកលហងក៏ដូចជាផេកសុកសែ1ចាអត់មានលេខ2លេខ3ចុងហ្នឹងណាចាអានឹងបាត់មានអ្នកកាន់ណាឬក៏ Telegram នាងខ្ញុំផ្ទាល់តែម្ដងបងប្អូនឆាតចូលទៅជួបនាងខ្ញុំផ្ទាល់ហើយបងប្អូនខ្លះគាត់អត់ដឹងចេះនាងខ្ញុំបងប្អូនចាចេះហើយចេះទៀតចាគាត់គិតថានាងខ្ញុំគឺជាអ្នកលក់ដូរស្អីអត់ឆ្លើយផេកតែប៉ិតផេកនេះនាងខ្ញុំធ្វើសកួរទេបងប្អូនផេកហ្នឹងនឹងផេកលេខ3និយាយចំលេខ1លេខ2ចាអាកតុយហ្នឹងអត់មានអ្នកឆ្លើយទេបងប្អូនអញ្ចឹងហើយមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងណាបងប្អូននិយាយចាំអ្នកខ្លះចូលមកគាត់ចូលពីម្ដងដល់ពេលអត់ឃើញឆ្លើយគេថាមីចុយម្រាយថ្ងៃលក់ដូរដូចអីចឹងហើយឥឡូវនេះនាងខ្ញុំអត់បានពិពណ៌នាអ្វីទេគឺក្រៅចង់និយាយថាចង់ប្រាប់បងប្អូនថាផេកនេះនៅស្រុកខែៅចាផេកលេខ2លេខ3នៅស្រុកខែៅកូនស្រីរបស់នាងខ្ញុំគឺជាអ្នកផុសក៏ប៉ុន្តែគាត់អត់បានឆ្លើយផេកហ្នឹងទេចឹងហើយបងប្អូនអធិស្ឋានដល់នាងខ្ញុំផងណាបើសិនជាបងប្អូនចង់ជួបនាងខ្ញុំបងប្អូនទៅរកផេកវិនបុកលហុងចា WIN បុកលហុងជាភាសាខ្មែរក៏ដូចជាវិនសុកសែ WIN សុកសែជាភាសាខ្មែរអត់មានលេខ2លេខ3កតុយអានឹងមានអ្នកឆ្លើយណាបើសិនជា Telegram នាងខ្ញុំអ្នកឆ្លើយអរគុណណាហេមានមេរោគក្នុងតម្រងនោមថាវិនគេអត់ឲ្យហូបទឹកដូងទេចាបងចាតែបដិរទេបងជំងឺតម្រងនោមហ្នឹងគេអត់ឲ្យហូបទឹកដូងក៏ប៉ុន្តែមានបងប្អូនមួយចំនួនក៏ប្រាប់នាងខ្ញុំថាឲ្យហូបទឹកដូងច្បាច់ក្រូចឆ្មាជារឿងរ៉ាវព្រឹកត្រឹមតែមួយអាទិត្យបាត់ហើយតោះថ្ងៃនេះនាងខ្ញុំនិយាយនាងខ្ញុំភ្លេចនិយាយត្រង់ទឹកនោមហ្នឹងទឹកដូងហ្នឹងបងប្អូនទឹកដូងហ្នឹងក៏ហូបអត់បានដែរបងប្អូនការនាងខ្ញុំឈឺនាងខ្ញុំធ្វើតាមបងប្អូនណានាងខ្ញុំនោមរហូតបងប្អូនអើយនោមរហូតដល់ចេញឈាមនឹងឯងចាហើយអាការៈនាងខ្ញុំដូចនាងខ្ញុំនិយាយចឹងនាងខ្ញុំឈឺ3-4 ឆ្នាំហើយឈឺរហូតដល់ចូលចេញឈាមបាទនាងខ្ញុំដូរពេទ្យទៅមើលសិង្ហបុរីហ្នឹងឥឡូវនេះធួយក៏ប៉ុន្តែនាងខ្ញុំអត់ដែរហូបទឹកដូងទេហើយនាងខ្ញុំភ្លេចប្រាប់បងប្អូននាងខ្ញុំប្រាប់បងប្អូនត្រឹមតែហាមហូបប្រៃពេកជូរពេកហឹរពេកផ្អែមពេកក៏ដូចជាគ្រឿងកំប៉ុងចាស្រាបារីក៏ដូចជាកាហ្វេក៏ប៉ុន្តែភ្លេចប្រាប់បងប្អូនរឿងទឹកដូងនឹងមួយបងប្អូនទឹកដូងហូបអត់បានទេណាបងប្អូនបើសិនជាបងប្អូនអត់ឈឺហូបទៅល្អក៏ប៉ុន្តែបើសិនជាបងប្អូនឈឺហើយនោមញឹកញាប់នោមឈឺនោមទាស់នោមរ៉ាំរ៉ៃអីហើយទឹកដូងហូបអត់ត្រូវទេបងប្អូនណាចាហេងខ្មាស់ខ្លួនឯងណាបងប្អូនអើយមកឈឺនៅពេលនេះតែម្ដងអត់បានចុះទៅជួយគេជួយឯងទេបងប្អូននិយាយចំអត់ដឹងកើតអីបងប្អូននៅពេលដែលឮថាសង្គ្រាមកើតមកទឹកចិត្តរបស់នាងខ្ញុំហ្នឹងបាក់ស្រាប់តែម្ដងចាហើយតម្រង់នោមក៏វាសើរើតាមនឹងដែរលក្ខណៈដូចថានោមច្រើនណាបងប្អូនយប់ឡើងនោម4-5 ដងអីដែរបងប្អូនឥឡូវនេះនាងខ្ញុំត្រូវទៅពេទ្យទៀតហើយដោយសារតែពេទ្យគាត់ថាកុំទុកយូរពេកនៅពេលដែលទុកជូររលាកអាចធ្ងន់ធ្ងរអាចមានមេរោគចូលអញ្ចឹងយើងត្រូវឡើងបងចង់និយាយថាខ្ញុំហ្នឹងត្រូវឡើងទៅយកថ្នាំលេបទៀតហើយបងប្អូនដោយសារតែនាងខ្ញុំគិតច្រើនបងប្អូនហើយធ្វើការធ្ងន់ហើយអត់តមរបបអាហារជាបាន3-4 ខែហ្នឹងឯងបងប្អូនអត់លេបថ្នាំទេក៏ប៉ុន្តែនាងខ្ញុំអត់តមបងប្អូននាងខ្ញុំហូបប្រអប់ប្រហុកចាជាមួយនឹងពពាយបន្លែធម្មជាតិហ្នឹងចូលចិត្តណាស់ហូបជាប្រចាំឥឡូវហ្នឹង
ឈឺនិយាយចឹងប្តីនាងខ្ញុំលឺហ្នឹងស្ដីឲ្យនាងខ្ញុំឲ្យបងប្អូនចាអញ្ចឹងនាងខ្ញុំបានត្រឹមជួយអូនកោប្រាក់500ក៏ដូចជាអូនម៉ូតូធំ100ឥឡូវនេះនាងខ្ញុំជួយភូមិឃុំរបស់នាងខ្ញុំ500000មានមីមានទឹកសុទ្ធមានទឹកថៃអញ្ចឹងណាបងប្អូនណាសុំទោសផងណាបងប្អូននៅពេលដែលនាងខ្ញុំមានថ្នាំលេបនាងខ្ញុំជានាងខ្ញុំនឹងរកជំនួយយកទៅជួយបងអូនក៏ដូចជាជនភៀសសឹកណាបងប្អូនណាឥឡូវនឹងនិយាយវល់បងប្អូនដោយសារតែអត់សូវមានកម្លាំងហេង